អាយុប៉ុណ្នេះហើយហាក់បីដូចជាអត់ទាន់សល់អីសោះការងារក៏មិនប្រកបធ្វើអីក៏មិនសម្រេចលុយកាក់ក៏មិនសល់អត់ដឹងទិសដៅនៅណាបើសិនជាអ្នកទាំងអស់គ្នាកំពុងតែមានបញ្ហាបែបនេះវីដេអូនេះគឺសម្រាប់អ្នកទាំងអស់គ្នាជំរាបសួរនិងសួស្តីអ្នកទាំងអស់គ្នានេះគឺជាជំនាញ podcast នៅក្នុងអេពីសូតនេះខ្ញុំចង់ជជែកជាមួយអ្នកទាំងអស់គ្នាពាក់ព័ន្ធជាមួយនឹងការហ៊ានទទួលយកខ្លួនឯងក៏ដូចហៅមុខនឹងការពិតមែនតើទៅមនុស្សយើងម្នាក់មានមហិច្ឆតានិងការចង់បានរៀងៗខ្លួនប៉ុន្តែដើម្បីឆ្លងចាប់មហិច្ឆតាក៏ដូចជាគោលដៅទាំងអស់ហ្នឹងពេលខ្លះយើងមានកត្តាជាច្រើនដែលធ្វើឲ្យយើងពិបាកនៅក្នុងការសម្រេចចិត្តឬក៏បន្តនៅអ្វីដែលយើងកំពុងតែចង់ធ្វើពេលខ្លះយើងអត់ដឹងថាខ្លួនឯងចង់បានអីប្រៀបធៀបខ្លួនឯងជាមួយអ្នកដទៃអីផ្សេងដែលធ្វើឲ្យយើងខ្លួនឯងនេះហិតតែអត់សប្បាយចិត្តហិតតែអត់ពេញចិត្តជាមួយនឹងខ្លួនឯងប៉ុន្តែនៅក្នុងពេលនេះដែរខ្ញុំចង់ឲ្យអ្នកទាំងអស់គ្នាដកឃ្លាមកថយក្រោយបន្តិចហើយហ៊ានសង្កេតមើលពីខ្លួនឯងឲ្យបានកាន់តែស៊ីជម្រៅសិនខ្ញុំជឿថានៅដល់អាយុប៉ុណ្នេះមនុស្សជាច្រើនគាត់តែងរំពឹងថាគាត់ចង់មានការងារល្អសមរម្យមួយគាត់ចង់មានចំណូលដែលអាចផ្គត់ផ្គង់ខ្លួនឯងផ្គត់ផ្គង់គ្រួសារក៏ដូចជាចង់បានអីគាត់អាចមានលទ្ធភាពនៅក្នុងការទៅទិញយកវាតែម្ដងប៉ុន្តែ at the end of the day គាត់អត់ទាន់អាចទទួលបាននៅអ្វីដែលគាត់ចង់ទទួលបានហ្នឹងទេហើយជាលទ្ធផលគឺគាត់ខ្លួនឯងហ្នឹងគឺជាអ្នកបំបាក់ទឹកចិត្តខ្លួនឯងពេលខ្លះទៀតទៅជាជំងឺបាក់ទឹកចិត្តអីផ្សេងជាដើមក៏ពិតទៅខ្ញុំក៏ធ្លាប់មានបញ្ហាទាំងអស់ហ្នឹងដែរដោយសារតែខ្ញុំតែងតែយកខ្លួនឯងទៅប្រៀបធៀបជាមួយអ្នកដទៃខ្ញុំឧទាហរណ៍ថាអាយុខ្ញុំប៉ុណ្នេះហើយខ្ញុំមកសួរខ្លួនឯងវិញថាតើខ្ញុំមានសល់អីខ្លះហើយនៅក្នុងខ្លួនមិត្តភ័ក្តិរបស់ខ្ញុំអ្នកខ្លះគេមានឡានគេមានផ្ទះគេមានគ្រួសារគេមើលទៅជីវិតរបស់គេធូរធារហឺហាលយឆាយមែនតើហើយខ្ញុំតែងតែមានអារម្មណ៍ថាហេតុអីបានខ្ញុំអត់អាចធ្វើដូចគេបានសោះមិនបានខ្ញុំពិបាកម៉េះមិនបានខ្ញុំត្រូវមានបន្ទុកច្រើនម៉េះហេតុអីបានខ្ញុំត្រូវមកវេទនាបែបហ្នឹងតែជាក់ស្ដែងខ្ញុំមិនអាចផ្លាស់ប្ដូរការពិតបានទេអញ្ចឹងអ្វីទី1ដែលខ្ញុំត្រូវធ្វើគឺការប្រឈមមុខទទួលយកការពិតនិងទទួលស្គាល់ខ្លួនឯងខ្ញុំចាប់ផ្ដើមមករៀនស្វែងយល់ពីខ្លួនឯងសិនខ្ញុំឧទាហរណ៍ថាបច្ចុប្បន្នតើហេតុអីបានខ្ញុំអាចធ្វើដូចគេបានហើយតើអ្វីដែលខ្ញុំចង់បានពិតប្រាកដហើយអញ្ចឹងហើយខ្ញុំចាប់ផ្ដើមមកគិតវិញមកពិចារណាខ្លួនឯងវិញខ្ញុំយល់ថាខ្ញុំអត់អាចហត់តាមអ្នកនេះហត់តាមអ្នកនោះទេខ្ញុំចាប់ផ្ដើមមកសួរខ្លួនឯងវិញថាតើខ្ញុំចង់បានអីពិតប្រាកដនៅក្នុងជីវិតរបស់ខ្ញុំតើបើសិនជាខ្ញុំបានវាខ្ញុំពិតជាសប្បាយចិត្តមែនដែរឬក៏អត់តើរាល់ថ្ងៃខ្ញុំត្រូវមានទំនួលខុសត្រូវអីគេខ្លះខ្ញុំត្រូវមានបន្ទុកអីគេខ្លះខ្ញុំឧទាហរណ៍ដូចខ្ញុំនិយាយពីអេពីសូតមុនអញ្ចឹងមនុស្សរបស់យើងមានបន្ទុកផ្សេងគ្នាអ្នកខ្លះគាត់មានគ្រួសាររបស់គាត់នឹងថឹងធូរធារទៅគាត់អត់ចាំបាច់ខ្វល់ខ្វាយពីគ្រួសាររបស់គាត់ទេអញ្ចឹងអ្វីដែលគេចង់បានលុយរបស់គេទាំងអស់ដែលគេមាននេះគេអាចទៅផ្គត់ផ្គង់វាហើយធ្វើអ្វីដែលគេចង់ធ្វើនឹងឯងតែសម្រាប់យើងខ្លួនឯងបើសិនជាយើងទៅធ្វើដូចគេពេលខ្លះយើងអាចធ្វើបានប៉ុន្តែយើងត្រូវចោលអ្នកផ្ទះរបស់យើងមែនអាហ្នឹងគឺជាបន្ទុកដែលយើងគួរតែពិចារណាដែរខ្ញុំគិតថាមនុស្សរបស់យើងអាចជ្រើសរើសនៅអ្វីដែលខ្លួនឯងចង់ធ្វើបានអញ្ចឹងវាជាជម្រើសរបស់អ្នកទាំងអស់គ្នាទេតែបើសិនជាអ្នកទាំងអស់គ្នាចង់ទទួលយកនៅបន្ទុកហ្នឹងហើយអញ្ចឹងអ្នកទាំងអស់គ្នាអត់អាចស្ដាយក្រោយបានទេព្រោះដោយសារអីនេះគឺជាជម្រើសរបស់យើងអញ្ចឹងយើងត្រូវតែបន្តដើរទៅមុខទៀតហើយកុំពិបាកទឹកចិត្តខ្លួនឯងកុំតូចចិត្តនឹងខ្លួនឯងព្រោះដោយសារអីយើងធ្វើបានល្អហើយអ្នកទាំងអស់គ្នាកុំហ៊ានប្រៀបធៀបខ្លួនឯងជាមួយនឹងអ្នកដទៃអ្នកទាំងអស់គ្នាហ៊ានប្រៀបធៀបខ្លួនឯងជាមួយនឹងខ្លួនឯងសិនថាតើអ្នកទាំងអស់គ្នាបានប្រសើរឡើងនៅបើប្រៀបធៀបជាមួយនឹងខ្លួនឯងប្រហែលឆ្នាំមុនហើយអ្វីដែលអ្នកទាំងអស់គ្នាបន្តចង់បានហើយអ្នកទាំងអស់គ្នាគ្រោងនឹងធ្វើវានៅពេលអនាគតអញ្ចឹងបើសិនជាយើងកំពុងតែដើរលើផ្លូវដែលយើងកំពុងតែធ្វើនេះហើយយើងមើលសម្លឹងឃើញអនាគតរបស់យើងហើយកុំតូចចិត្តធ្វើវាទៅមុខទៀតបន្តដើរទៅមុខទៀតជោគជ័យរបស់អ្នកទាំងអស់គ្នានៅខាងមុខទោះបីជាពេលខ្លះអ្នកទាំងអស់គ្នាដើរយឺតជាងគេបន្តិចមិនប្រកាសថាអ្នកទាំងអស់គ្នាអត់អាចទៅដល់គោលដៅរបស់អ្នកទាំងអស់គ្នាទេគ្រាន់តែថាពេលខ្លះគេចំណាយពេល 2-3 ឆ្នាំគេអាចទៅដល់យើងអាចចំណាយពេល 3-4 ឆ្នាំឬក៏ 5 ឆ្នាំអីចឹងទៅដើម្បីទៅដល់អញ្ចឹងខ្ញុំគិតថាវាអត់មានអីខុសវាអត់មានអីត្រូវមកពិបាកចិត្តជាមួយនឹងរឿងទាំងអស់ហ្នឹងទេប៉ុន្តែក្នុងករណីថាយើងអត់ទាន់អាចរកខ្លួនឯងឃើញអាហ្នឹងឯងគឺជាបញ្ហារបស់យើងដែលយើងគួរតែវិភាគហើយពិចារណាវិញថាតើយើងធ្វើម៉េចដើម្បីអាចធ្វើឲ្យខ្លួនឯងនេះស្គាល់ខ្លួនឯងថាចង់បានអីរំពឹងអីនៅពេលអនាគតវាមានកត្តាច្រើនដែលធ្វើឲ្យមនុស្សម្នាក់គាត់ចាប់យកការងារមួយហ្នឹងទាំងគាត់អត់ទាន់ ready សម្រាប់វាខ្ញុំឧទាហរណ៍ថាអ្នកខ្លះគាត់ធ្វើការ
ដើម្បីតែប្រាក់ខែសិនទេព្រោះដោយសារអីទី1គាត់ត្រូវការលុយចាំបាច់អញ្ចឹងគាត់អត់មានពេលច្រើនទេនៅក្នុងការមកសម្រេចថាអូតើខ្ញុំចង់ធ្វើនេះឬក៏ខ្ញុំចង់ធ្វើនោះបើមិនអញ្ចឹងទេអាចដាច់បាយនឹងហើយក៏ជាសម្ពាធមួយដែលធ្វើឲ្យមនុស្សទូទៅគាត់ចាប់ផ្ដើមទៅកសោបវាយកមកសិនព្រោះដោយសារអីយើងមានតម្រូវការចាំបាច់ពាក់ព័ន្ធជាមួយនឹងរឿងលុយរបស់យើងខ្លះទៀតគាត់អត់ដឹងទេថាគាត់ចង់ធ្វើអីពិតប្រាកដអញ្ចឹងហើយក៏គាត់ចាប់ផ្ដើមចាប់អានេះតិចចាប់អានោះតិចដើម្បីទៅស្វែងរកសិនថាតើការងារមួយណាដែលគាត់ពិតជាត្រូវការពិតប្រាកដចង់ធ្វើវាពិតប្រាកដអីអញ្ចឹងទៅអញ្ចឹងវាមានកត្តាច្រើនទៀតដែលធ្វើឲ្យមនុស្សម្នាក់ហ្នឹងគាត់ពិបាកនៅក្នុងការទៅស្វែងរកខ្លួនឯងតែខ្ញុំសឹកចេះអញ្ចេះវិញខ្ញុំចង់ឲ្យអ្នកទាំងអស់គ្នាចាប់ផ្ដើមរៀនបើកចិត្តទទួលយកខ្លួនឯងសិនទី1យើងប្រកែអីទី2យើងចូលចិត្តធ្វើអីទី3យើងខ្សោយអីអញ្ចឹងបើសិនជាអ្នកទាំងអស់គ្នាចាប់ផ្ដើមកន់តិចម្ដងអ្នកទាំងអស់គ្នានឹងចាប់ផ្ដើមដឹងហើយថាខ្លួនឯងចូលចិត្តអីពិតប្រាកដអ្នកទាំងអស់គ្នាខ្លាំងខាងអីពិតប្រាកដហើយធ្វើមិនទៀតខ្ញុំឧទាហរណ៍ថាបើសិនជាយើងមានបន្ទុកពាក់ព័ន្ធជាមួយនឹងរឿងលុយតែការងារដែលយើងធ្វើនេះមិនមែនជាការងារដែលយើងចង់ធ្វើទេអញ្ចឹងអ្នកទាំងអស់គ្នាត្រូវធ្វើម៉េចកុំទាន់បោះបង់ចោលការងារដែលផ្ដល់ហិរញ្ញវត្ថុឲ្យអ្នកទាំងអស់គ្នាការងារដែលអ្នកទាំងអស់គ្នាចង់ធ្វើអ្នកទាំងអស់គ្នាចាប់ផ្ដើមធ្វើវាពីឥឡូវទៅចាប់ផ្ដើមរៀនធ្វើវាប៉ុន្តែពេលវេលាអ្នកទាំងអស់គ្នាត្រូវបែងចែកទៅឲ្យការងារដែលផ្ដល់ហិរញ្ញវត្ថុឲ្យអ្នកទាំងអស់គ្នាសិនកុំទាន់បោះបង់ចោលធ្វើវាទាំងពីរយកពេលវេលាដែលតនេយកមកធ្វើការងារដែលអ្នកទាំងអស់គ្នាចូលចិត្តសិនព្រោះអ្វីដែលយើងគិតថាយើងចូលចិត្តមិនប្រកាសថាយើងចូលចិត្តនៅថ្ងៃក្រោយទេអញ្ចឹងទៅតេស្តមើលវាសិនថាពិតជាចូលចិត្តមែនដែរឬក៏អត់ទៅធ្វើវាសិនថាតើវាអាចទៅមុខហើយជោគជ័យដែរឬក៏អត់នៅពេលដែលអ្នកទាំងអស់គ្នាហឹងដៃហឹងជើងហើយអ្នកទាំងអស់គ្នាអាចបោះបង់ចោលនៅអ្វីដែលអ្នកទាំងអស់គ្នាអត់ចូលចិត្តហើយមកធ្វើនៅការងារអ្វីដែលអ្នកទាំងអស់គ្នាចូលចិត្តបានមួយវិញទៀតអ្នកទាំងអស់គ្នាត្រូវចាំថារបស់ខ្លះវាអត់ស័ក្តិសមនឹងយើងទេអញ្ចឹងទោះបីជាអ្នកទាំងអស់គ្នាខំប្រឹងមិនក៏របស់ហ្នឹងអ្នកទាំងអស់គ្នាអត់ស្រឡាញ់ហើយអត់ពេញចិត្តជាមួយនឹងវាដែរខ្ញុំឧទាហរណ៍ថាការងារខ្លះអ្នកទាំងអស់គ្នាគិតថាអ្នកទាំងអស់គ្នាចូលចិត្តហើយអ្នកទាំងអស់គ្នាចង់ធ្វើវាប៉ុន្តែវាលើសពីសមត្ថភាពរបស់អ្នកទាំងអស់គ្នាអ្នកទាំងអស់គ្នាគួរតែសម្លឹងមើលការងារផ្សេងទៀតឬក៏របបផ្សេងទៀតដែលស័ក្តិសមជាមួយនឹងសមត្ថភាពរបស់អ្នកទាំងអស់គ្នាដែរព្រោះរឿងខ្លះអ្នកទាំងអស់គ្នាឃើញគេធ្វើបានល្អហើយអ្នកទាំងអស់គ្នាគិតថានេះគឺជាក្តីសម័យរបស់ខ្ញុំប៉ុន្តែនៅពេលដែលយើងធ្វើវាពេលខ្លះទៀតវាលើសពីសមត្ថភាពដែលយើងអាចទទួលយកបានហើយ at the end of the day អ្នកដែល suffer ជាងគេអ្នកដែលពិបាកជាងគេគឺជាអ្នកទាំងអស់គ្នាទេការងារខ្លះទៀតយើងស្រឡាញ់យើងចង់បានវាមិនប្រកាសថាយើងត្រូវតែធ្វើវាហើយយើងអាចធ្វើវាបានទេព្រោះដោយសារអីវាពាក់ព័ន្ធជាមួយនឹងសមត្ថភាពទេពកោសល្យរបស់យើងដែរអញ្ចឹងហើយបានខ្ញុំនិយាយដែរថាអ្នកទាំងអស់គ្នាត្រូវស្វែងយល់ខ្លួនឯងឲ្យបានច្បាស់ថាខ្លួនឯងប្រកែអីខ្លួនឯងអត់មានអីឲ្យពិតប្រាកដសិនការងារខ្លះវាពិតជាអត់ស័ក្តិសមនឹងយើងមែនខ្ញុំឧទាហរណ៍ថាខ្ញុំចង់ខ្លាចទៅជាអ្នកចម្រៀងហើយមានកិត្យានុភាពនៅក្នុងស្រុកខ្មែររបស់យើងឬក៏ក្រៅប្រទេសអីចឹងចាស់ប៉ុន្តែខ្ញុំចេះច្រៀងហើយប៉ុន្តែខ្ញុំអត់មានទឹកដមប៉ុណ្ណឹងអញ្ចឹងតើខ្ញុំអាចធ្វើការងារនឹងបានដែរឬក៏អត់ខ្ញុំគិតថាជីវិតរបស់យើងមិនមានតែមួយរឿងទេដែលយើងចង់ធ្វើយើងមានរឿងទី1យើងមានរឿងទី2យើងមានរឿងទី3អីចឹងទៅហ៊ានទទួលស្គាល់ខ្លួនឯងឲ្យដឹងចំណុចខ្លាំងចំណុចខ្សោយរបស់ខ្លួនឯងហើយយកវាទៅរួមផ្សំជាមួយអីដែលយើងចូលចិត្តនឹងសិនថាតើមើលទៅអាចទៅមុខរួចបានដែរឬក៏អត់ហើយមួយវិញទៀតអ្នកទាំងអស់គ្នាកុំខ្លាចនៅក្នុងការចាប់ផ្ដើមសារជាថ្មីនៅពេលដែលអ្នកទាំងអស់គ្នាដឹងហើយថាអ្នកទាំងអស់គ្នាអាចធ្វើការងារនឹងបានធ្វើរបរនឹងបានទេអ្នកទាំងអស់គ្នាកុំខ្លាចនៅក្នុងការចាប់ផ្ដើមពីចំណុច0ទៅវិញព្រោះអីអ្នកទាំងអស់គ្នាត្រូវថ្លឹងបើសិនជាអ្នកទាំងអស់គ្នានៅធ្វើរឿងហ្នឹងអ្នកទាំងអស់គ្នានឹងពិបាកហើយអ្នកទាំងអស់គ្នាអត់ជោគជ័យទេអញ្ចឹង at the end of the day អ្នកទាំងអស់គ្នានឹងចាយពេលវេលារបស់អ្នកទាំងអស់គ្នាឬក៏ជីវិតរបស់អ្នកទាំងអស់គ្នាដោយអាសាបង់ហើយធ្វើបាបខ្លួនឯងទៀតមួយវិញទៀតបើសិនជាអ្នកទាំងអស់គ្នាចាប់ផ្ដើមសារជាថ្មីទោះបីយើងចាប់ផ្ដើមក្រោយគេប៉ុន្តែអ្នកទាំងអស់គ្នាអាចនឹងទៅដល់អ្វីដែលអ្នកទាំងអស់គ្នាចង់បានកត្តាចុងក្រោយដែលខ្ញុំគិតថាសំខាន់នៅពេលដែលអ្នកទាំងអស់គ្នាស្រឡាញ់អីមួយអ្នកទាំងអស់គ្នាចង់ធ្វើអីមួយការលះបង់កម្លាំងកាយកម្លាំងចិត្តនិងផ្ដាច់ផ្ដូរនៅក្នុងការធ្វើវាក៏សំខាន់ដែរបើអ្នកទាំងអស់គ្នាគ្រាន់តែចង់បានហើយអ្នកទាំងអស់គ្នាអត់ប្រឹងលះបង់ដើម្បីវាទេទោះបីជាអ្នកទាំងអស់គ្នាចង់បានវារហូតដល់យើងស្លាប់ទៅវិញក៏អត់បានដែរពាក្យថាស្រឡាញ់ត្រូវតែលះបង់ពេលវេលាលះបង់កម្លាំងកាយកម្លាំងចិត្តដើម្បីទៅចាប់យកការងារមួយហ្នឹងឬក៏របរមួយហ្នឹងខ្ញុំឧទាហរណ៍ថាបើសិនជាខ្ញុំចង់ខ្លាយទៅជាមហាសេដ្ឋី billionaire អីចឹងចាស់ស្រាប់តែខ្ញុំអត់ដែលធ្វើអីសោះខ្ញុំគ្រាន់តែរំពឹងថាថ្ងៃណាមួយខ្ញុំនឹងខ្លាយទៅជាមហាសេដ្ឋី
អត់អាចបានទេព្រោះនៅពីក្រោយភាពជោគជ័យរបស់បុគ្គលជោគជ័យទាំងអស់ហ្នឹងគាត់លះបង់គាត់តស៊ូទាំងកម្លាំងកាយកម្លាំងចិត្តរបស់គាត់បដូរផ្ដាច់ជាមួយនឹងរឿងដែលគាត់ចង់បានដែរឧទាហរណ៍មួយទៀតខ្ញុំចង់ក្លាយទៅជាបុគ្គលិកឆ្នើមនៅក្នុងក្រុមហ៊ុនរបស់ខ្ញុំប៉ុន្តែរាល់ថ្ងៃខ្ញុំទៅធ្វើការដែរតន់នេះការងារមេដាក់មកដែរធ្វើឯងឲ្យតែទៅបន្តិចចុចទូរស័ព្ទឯងអញ្ចឹង at the end of the day ខ្ញុំមិនដែលធ្វើអីបានសោះតែខ្ញុំអាចក្លាយទៅជាបុគ្គលជោគជ័យនៅក្នុងកន្លែងការងារបុគ្គលិកឆ្នើមរបស់ខ្ញុំមិនទៅអញ្ចឹងមែនតែនទៅ key គឺនៅលើយើងខ្លួនឯងបើសិនជាយើងចេះគ្រប់គ្រងខ្លួនឯងយើងហ៊ានប្រឈមមុខនឹងខ្លួនឯងហ៊ានទទួលស្គាល់ខ្លួនឯងការអភិវឌ្ឍទៅមុខគោលដៅរបស់យើងនឹងសម្រេចនៅថ្ងៃណាមួយហើយដូចដែលខ្ញុំនិយាយដែរអ្នកទាំងអស់គ្នាគឺជាម្ចាស់ជីវិតរបស់អ្នកទាំងអស់គ្នាគឺជាម្ចាស់វាសនារបស់អ្នកទាំងអស់គ្នាមិនថាអ្នកទាំងអស់គ្នាកើតមកពីកន្លែងណារស់នៅក្នុងគ្រួសារបែបណាវាអត់សំខាន់ទេបើសិនជាអ្នកទាំងអស់គ្នាចង់ចាប់គោលដៅនៅក្នុងជីវិតរបស់អ្នកទាំងអស់គ្នាត្រូវផឹងស្វែងយល់ខ្លួនឯងហើយលះបង់កម្លាំងកាយកម្លាំងចិត្តទាំងអស់ដើម្បីទៅធ្វើវាអញ្ចឹងជោគជ័យវានឹងរងចាំអ្នកទាំងអស់គ្នានៅពេលខាងមុខអញ្ចឹងវីដេអូរបស់ខ្ញុំថ្ងៃនេះមានតែប៉ុណ្្នឹងទេអរគុណច្រើនសម្រាប់ការចូលតាមដានទស្សនាហើយយើងជួបគ្នានៅវីដេអូក្រោយ